នៅក្នុងវារៀនការសម្ដែងចេញនិស្សិតពុកទី5វិធីទី2បាទអញ្ចឹងកុំឲ្យយូរយើងបន្តតែម្ដងសំណួររម៉ាំងទី1រម៉ាំងមួយតើតាទុំហ្នឹងបាទគាត់យកអ្វីមកពិសោធន៍ហើយគាត់ចម្លើយវានៅខាងមុខនេះផ្សិតផ្អួនរោស្ពរ៉ានេះមានលក្ខណៈដូចមានលក្ខណៈពិសេសបាទអ្វីខ្លះណាសំណួរទី2សែនជាអ្វីហើយរម៉ាំង3ក ARN មានរីបូនុយក្លេទីតប្រមាណប្រភេទបាទ ARN ឬ ARM ក៏បានដែរព្រោះអ្វីតើរីបូនុយទីតនីមួយៗបង្កឡើងពីអ្វីខ្លះហេតុអ្វីចាំបាច់ត្រូវមានការសំយោគម៉ូលេគុល ATM ចេញដោយឆ្នាំ2024ហើយណាហេតុអីបានមានការសំយោគ ATM ណាដូចតែហៅថាអង់ស៊ីមអានប៉ូលីមេរ៉ាសតើអង់ស៊ីម ARN ប៉ូលីមេរ៉ាសមានទីដូចដេចសំណួរចម្លើយវាដូចនឹងទៀតគេហៅថាចលនការចម្លងក្រមដូចគ្នាចម្លើយតោះណាបងណាអានឹងនីតិអង់ស៊ីម៉ានប៉ូលីមេរ៉ាសហើយនឹងចលនការចម្លងក្រមគឺចម្លើយដូចគ្នាតើការធ្វើឲ្យមានប៉ូលីមេរកម្មនៃនុយកាទីបទៅយ៉ាងដូចដេចហើយចូលប្រៀបធៀប ADN ជាមួយនឹងប្រូតអ៊ីនបាទប្រៀបធៀប ADN មួយប្រូតអ៊ីនចំពោះលំហាត់យើងគឺរឿងនេះតិចហើយនេះថ្មីពេលរីបូសូមសំទោសពេលសំយោគប្រូតអ៊ីនគេឃើញមានរីបូសូម5បានផ្លាស់ទីលើ11ដោយមិនត្រឡប់មកវិញដែលកំណត់សំយោគបានប្រូតអ៊ីនមួយចំនួនមានសម្ដែងជាមធ្យម343បាទអញ្ចឹងពេលសំយោគប្រូតអ៊ីនរីបូសូម5គាត់បានកលលើ ANM ចំនួន1ហើយរីបូសូមទាំង5ទៅអត់ត្រឡប់មកវិញទេតោះណាបាទរីបូសូម5ផ្លាស់ទីលើ11ដោយមិនត្រឡប់មកវិញទៅហើយអត់ត្រឡប់មកវិញទេមួយទៅផុតហើយបានទៅមួយទៀតមួយបន្តសំយោគប្រូតអ៊ីនមួយចំនួនដាក់ប្រូតអ៊ីនមួយចំនួនអាស៊ីណេជាមធ្យមបងចំនួនអាស៊ីណេជាមធ្យមអាហ្នឹងគេហៅអាស៊ីណេក្នុងមួយប្រូតអ៊ីនដែលយើងអាចយកវាទៅប្រើដើម្បីរកអំបូសេតបានយើងយកទៅប្រើតោះនេះបងមិនមែនយកអាស៊ីណេសរុបទេនេះគឺអាស៊ីណេជាមធ្យមមានន័យថាអាស៊ីណេក្នុងមួយប្រូតអ៊ីនបងយកហ្នឹងទៅរកអំបូសេតរកចំនួនប្រូតអ៊ីនដែលសំយោគបានចូលរកចំនួនអានតេបាទដែលចូលរួមសំយោគប្រូតអ៊ីនមួយចាប់ផ្ដើមបរិញ្ញាស្ងាត់ហើយនៅរកចំនួនអង្គទីកដុងដែលកំណត់សម្លេក្នុងប្រូតអ៊ីនមួយបើរីបូសូមមួយស្ថិតនៅលើ ANM គឺមានគម្លាតពីគ្នា3.4ណារ៉ូម៉ែត្រពេលធ្វើបំណកប្រែក្រមរីបូសូមទាំងនេះផ្លាស់ទីពីដើមម៉ូលេគុល ANM រហូតដល់ចុងម៉ូលេគុល ANM ប្រើរយៈពេលសរុបអស់តែ20នាទីទេហើយក៏ឲ្យយើងកណនីល្បឿនផ្លាស់ទីរបស់រីបូសូមបាទអញ្ចឹងអានេះរឿងនេះថ្លៃច្រើនណាបាទបាទនេះរមាំង9ផ្លូវផ្នែកលំហាត់នេះគឺតុកសិតបងអូនយើងបន្តទៅកាន់ផ្នែកសំណួរដែលសំណួររបស់យើងគឺតាតុបយើងបានរៀនហើយមេរៀនហ្នឹងអញ្ចឹងតាតុំឬក៏ Bidol និងលោក Bidol ហ្នឹងគឺគាត់ពិសោធន៍ទៅលើផ្សិត Neurospora បាទផ្សិតផ្អួរដែលយើងហៅថាផ្សិតផ្អួរក្រហម Neurospora ផ្សិតវាដុះលើបាយដុះលើប៉ាំងជាដើមដែលយើងទុកបាយចោលផ្សិតដុះឡើងមកហើយហើយផ្សិតក្រហមឬផ្សិតផ្អួរ Neurospora crassa បើលក្ខណៈពិសេសរបស់ផ្សិតផ្អួរគឺវាដុះណាមានន័យថាវាដុះអាចដុះលូតលាស់ក្នុងមជ្ឈដ្ឋានខ្សត់សារធាតុចិញ្ចឹមទោះបីមិនមានសារធាតុចិញ្ចឹមក៏ស្ពររបស់ផ្សិតនឹងអាចដុះលូតលាស់បានដែរហ្នឹងគេហៅ Neurospora ជាលក្ខណៈពិសេសរបស់វាសម្រាប់តោះបើចាំទឹកសារ៉ែបាទឥឡូវយើងមកមើលចម្លើយ
để chấm lòi bao nhiêu ta tôm hay bidol cứ quạt phơ bị sao từ lớp sắt uo graham là rospora crasa bà đã chỉ prap chẳng sắt độc lư bài độc lư bằng rồi fly chơi để dự tục chào ផ្សិតផ្អួរ Neurospora នេះគឺមានលក្ខណៈពិសេសរបស់វាគឺអាចលាស់ក្នុងមជ្ឈដ្ឋានខ្វះសារធាតុចិញ្ចឹមឬក៏យើងហៅថាមជ្ឈដ្ឋានខ្សត់សារធាតុចិញ្ចឹមហើយមួយទៀតគឺវាបន្តពូជតាមរយៈ spore A protein ផ្សិតណាក៏តែវាបន្តពូជតាម spore ដែរខណៈខ្លះក៏វាបន្តពូជគេហៅថាដូចជាដោយភេទតាមរយៈស្ពានចម្លងបាទស្ពានចម្លងតែភាគច្រើនឬជាទូទៅបាទជាទូទៅផ្សិតវាបន្តពូជតាមរយៈស្ពរអញ្ចឹងផ្សិតមិនមែនរុក្ខជាតិទេពួកផ្សិតណាមិននៅស្ថិតនៅក្នុងរាជ្យរុក្ខជាតិទេគឺវានៅរាជ្យរបស់វាដាច់ដល់ឡៃអញ្ចឹងផ្សិតគឺមិនមែនជារុក្ខជាតិទេកុំឲ្យថាយើងឲ្យរាប់រុក្ខជាតិថារាប់ផ្សិតរាប់អីចូលនោះអត់ត្រូវទេអញ្ចឹងផ្សិតវាស្ថិតនៅក្នុងរាជ្យផ្សិតបាទមួយក្រុមរាជ្យវាមាន5មានរាជ្យសត្វរាជ្យរុក្ខជាតិរាជ្យប្រូទីសរាជ្យផ្សិតរាជ្យម៉ូនេរ៉ាជាផ្សិតក្នុងរាជ្យផ្សេងមិនមែនជារុក្ខជាតិទេព្រោះវាអត់ធ្វើរស្មីសំយោគបាទរុក្ខជាតិតើវាធ្វើរស្មីសំយោគបាទតែផ្សិតអត់ទេគឺវាប្រើប្រាស់សារធាតុចិញ្ចឹមពីកាកសំណល់រលួយស្អុយចឹងទៅសាកសពសត្វជាតិអីនឹងដែលងាប់អាហ្នឹងគឺផ្សិតអាចរੂបានអញ្ចឹងចំពោះ Neurospora នេះមានលក្ខណៈពិសេសពីរដូចជាអញ្ចឹងទី1លូតលាស់ក្នុងមជ្ឈដ្ឋានខ្វះសារធាតុចិញ្ចឹមហើយទី2បន្តពូជតាមរយៈ spore haploid haploid មានន័យថា N ណាបងណា spore haploid spore នោះផ្ទុក N ក្រូម៉ូសូមសែនជាអង្កត់បាទជាអង្កត់របស់ ADN ដែលផ្ទុកព័ត៌មានសិនតិចសម្រាប់កំណត់សំយោគប្រូតេអ៊ីនយថាប្រភេទមួយអញ្ចឹងចំពោះ molecule ADN វាមានអង្កត់ខ្លីៗជាច្រើនអង្កត់ខ្លីៗហ្នឹងគឺយើងឲ្យឈ្មោះថា cell តោះណាបងណាបាទហ្នឹងគឺ cell មួយហ្នឹងទៅ cell មួយហើយ cell មួយផ្ទុកព័ត៌មានសេនតិចមួយសម្រាប់ខ្លួនវាដែល cell មួយផ្ទុកព័ត៌មានសេនតិចមួយបាទ cell មួយកំណត់ឲ្យលក្ខណៈតែមួយទេព្រោះវាសំយោគប្រូតេអ៊ីនបានតែមួយណាបាទ cell មួយសំយោគប្រូតេអ៊ីនមួយប្រភេទ cell នេះមួយទៀតសំយោគប្រូតេអ៊ីនមួយប្រភេទទៀត cell នេះសំយោគប្រូតេអ៊ីនមួយប្រភេទទៀតអញ្ចឹងមកអង្កត់អាហ្នឹងគេហៅថា cell អញ្ចឹងណាបងបាទចឹងហើយបានយើងចេះ cell ជាអង្កត់ ADN ព្រោះវានៅលើ molecule ADN ផ្ទុកព័ត៌មានសេនតិចនេះគឺ cell ផ្ទុកព័ត៌មានសេនតិចសំយោគមកជាប្រូតេអ៊ីននឹងឯងដែលហើយប្រូតេអ៊ីនហ្នឹងវានឹងទៅដកបាទប្រូតេអ៊ីនវាមកកំណត់ឲ្យគេហៅថាលក្ខណៈក្រៅរបស់ភាពរស់របស់មនុស្សរបស់សត្វរុក្ខជាតិដូចជាពណ៌សម្បុរសក់រួញសក់ស្លូតណាប្រផេះរោមសក្របជ្រួញក្របលឿងរលីងហ្នឹងអាហ្នឹងវាកំណត់ដោយប្រូតេអ៊ីននៅក្នុងតិចចឹងសែនមួយគឺទុកនៅព័ត៌មានសេនេតិកមួយហើយសំយោគមកបានប្រូតេអ៊ីនយថាប្រភេទមួយតនៅបាទអាហ្នឹងទៅចាំចឹងសែនគឺទុកព័ត៌មានសេនេតិកសំណួរបន្ទាប់លេខ3បាទរមាំងទី3ក ANM គឺ AAN ហ្នឹងគឺមានរីបូណូច4ប្រភេទ AOC CC AOCC មានន័យថា adenine ទីអ៊ុយរ៉ាស៊ីលចាស៊ីតូស៊ីនកាន់ព្រោះវាមានបាស៊ូត4ប្រភេទដែររីបូណូយទី1បង្កឡើងពីខ្លះទី1បាស៊ូតមួយ molecule ហើយទី2គឺ acid phosphoric បាទមួយ molecule បាស៊ូតនោះគឺមានអាហ្នឹងបងប្អូនបាស៊ូតនោះវាអាចជាបាស៊ូត A បាស៊ូតអ៊ុយ C ឬក៏ C ហើយស្ករគឺស្កររីបូស C5 10O5 ចំនួន1 molecule ចានេះហេតុអ្វីបានចាំបាច់ត្រូវមានការសំយោគ ANF សំយោគ ANF ពីព្រោះថាព័ត៌មានសេនតិចវាស្ថិតនៅក្នុងណៃយ៉ូអញ្ចឹងណាព័ត៌មានសេនតិចក្នុងណៃយ៉ូឯការសំយោគប្រូតេអ៊ីនធ្វើឡើងក្នុងស៊ីតូផ្លាស
ហើយត្រូវធ្វើឡើងដោយមានការចូលរួមពីរីបូសូបាទអញ្ចឹងសំណួរដែលសំណួរថាហេតុអីចាំបាច់ត្រូវមានការសំយោគ molecule and atom អញ្ចឹងព្រោះហើយយើងទៅចាប់ថាព័ត៌មានសេនេទិចតែនិយាយពីសំយោគ atom គឺចម្លងហ្នឹងមានគេចម្លងតែគឺយើងរក្សាព័ត៌មានសេនេទិចក្នុងណៃយោដែលវារក្សាព័ត៌មានសេនេទិចមានន័យថាព័ត៌មានសេនេទិចត្រូវបានទុកនៅក្នុងណៃយោចំណែកការសំយោគប្រូតេអ៊ីនគឺស្ថិតក្នុងស៊ីតូផ្លាសបងប្អូននៅក្នុងណៃយោឬក៏គេហៅការចម្លងក្រមចឹងណាបាទនេះយើងឲ្យអានអំទៅចម្លងណាទៅចម្លងព័ត៌មានសេនេទិចហ្នឹងគឺចម្លងក្រមព័ត៌មានសេនេទិចនេះសំដៅទៅលើស្អីគេបាទដែលស្ថិតនៅក្នុងណៃយោចឹងដំបូងបើយើងនិយាយឲ្យវារឿងទូលាយតិចគឺនៅក្នុងណៃយោនេះគឺមានអីក្រូម៉ូសូមអាហ្នឹងណាបងណាមានក្រូម៉ូសូមដល់ពេលយើងពង្រីកសរសៃក្រូម៉ូសូមទៅគឺយើងឃើញមាន ADN ហើយនិងប្រូតេអ៊ីនឃើញទេបាទឃើញ ADN ហើយនិងប្រូតេអ៊ីនអញ្ចឹងសរុបទៅ ADN ក៏នៅក្នុងណៃយោប្រូតេអ៊ីនរបស់ក្រូម៉ូសូមក៏នៅក្នុងណៃយោដែរចុះ ADN ហ្នឹងវាមានធាតុអង្គស្អីខ្លះបាទមិនចឹងហើយបានយើងរៀនអាទី11យើងថាក្រូម៉ូសូមទុកព័ត៌មានសេនតិចណាបាទតែតាមពិតព័ត៌មានសេនតិចលើ molecule ADN ហើយ ADN គឺធាតុបង្កក្រូម៉ូសូមអញ្ចឹង ADN វាមាននុយអាទីត4 A T C ហើយនឹង C អាហ្នឹងហើយដែលយើងហៅថាព័ត៌មានសេនតិចគឺតំណលំដាប់ ATCC CA អញ្ចឹងទៅបន្តទៅតំណលំដាប់នុយអាទីតហ្នឹងយើងហៅថាព័ត៌មានសេនេទិចហើយបងណាព័ត៌មានសេនេទិចលើ ADN ឬ cell ហ្នឹងវាអត់ផ្លាស់ប្ដូរទេវាអត់កែប្រែបានទេលុះត្រាតែវាមានមួយខ្យងបាត់ពុតមួយខ្យងលេចឡើងហ្នឹងទៅវាមានកំណែប្រែព័ត៌មានសេនេទិចបាទតើនៅអញ្ចឹងបាទអញ្ចឹងបើយើងនិយាយពីព័ត៌មានសេនេទិចក្នុងណៃយោមានន័យថាគឺនុយអាទីត ATCC នឹងឯងវានៅក្នុងណៃយោគឺវានៅក្នុងជាធាតុបង្ករបស់ ADN ដល់ពេល ADN វាធ្វើស្ពារកម្មអញ្ចឹងទៅនេះឃើញទេក្រូម៉ូសូមវាជាធាតុបង្ករបស់ក្រូម៉ូសូមនៅក្នុងក្រូម៉ាទីត ADN ហ្នឹងការសំយោគប្រូតេអ៊ីននេះគឺធ្វើឡើងក្នុងស៊ីតូផ្លាសបងណាចាំអញ្ចឹងការចម្លងក្រមស្ថិតនៅក្នុងណៃយោហើយព័ត៌មានសំយោគប្រូតេអ៊ីនស្ថិតនៅក្នុងស៊ីតូផ្លាសត្រូវមានការចូលរួមពីរីបូសូមដូចនេះចាំបាច់ត្រូវមាន molecule មួយដែលទៅចម្លងក្រមនោះគឺឲ្យឈ្មោះថា ANF ឃើញហ្នឹងយើងចេញបាក់ដុកម្ដងទៅ2024ហើយយ៉ាងចាំបាច់ត្រូវមានការសំយោគ ANF អញ្ចឹងវាអត់ជាបញ្ហាទេព្រោះព័ត៌មានសេតិចក្នុងណៃយោហើយការចម្លងក្រមវាស្ថិតនៅក្នុងស៊ីតូផ្លាសការសំយោគប្រូតេអ៊ីនបងណាបកប្រែក្រមនៅក្នុងស៊ីតូផ្លាសចឹងមកសំណួរខអង់ស៊ីម៉ានប៉ូលីមេរ៉ាសអញ្ចឹងអង់ស៊ីមអានប៉ូលីមេរ៉ាសនេះជាអង់ស៊ីមដែលមានអន្តរាគមន៍ណាទៅលើការសំយោគ molecule ANF ហ្នឹងតែប៉ុណ្្នឹងទៅបាទគឺអង់ស៊ីមនោះវាចូលរួមការសំយោគនៃ molecule ANF នីតិអង់ស៊ីម AN ប៉ូលីមេរ៉ាសមាននីតិយ៉ាងដូចផ្ដិតសំណួរនេះយើងចេញឆ្នាំ2013ហើយក្រោយមកអត់ទាន់ចេញម្ដងទៀតទេចឹងណាបាទចឹងបងប្អូនយកចិត្តទុកដាក់ទៅសំណួរហ្នឹងនីតិអង់ស៊ីម ប៉ូលីមេរ៉ាសឬក៏មួយទៀតអីគេចលនាការចម្លងក្រមនេះឆ្លើយដូចគ្នាបងណាបាទចលនាការចម្លងក្រមគឺដូចគ្នាចម្លើយវាចឹងហើយបានលោកគ្រូដាក់នៅខាងលើថាចម្លើយវាដូចតែគ្នាទេកុំឲ្យថាចេះអានេះហើយដល់ពេលអានេះមិនចេះចឹងណាហើយដល់ពេលចុងក្រោយចម្លើយតែមួយនេះទី1គឺទទួលស្គាល់សញ្ញាសេនតិចលើ molecule ADN បាទទទួលស្គាល់សញ្ញាសេនតិចលើ molecule ADN ដែលអាចចាប់ដើមហើយនឹងបញ្ចប់ការសំយោគ ADN ត្រង់កន្លែងជាក់លាក់ចឹងអង់ស៊ីមនឹងទីដំបូងនីតិរបស់វាគឺទទួលស្គាល់សញ្ញាសេនតិចលើ molecule ADN ការទទួលស្គាល់គឺរកឲ្យឃើញនៅកន្លែងណាបងនេះរកឃើញនៅកន្លែងចាប់ដើមតទៅពីរកឃើញកន្លែងចាប់ដើមអង់ស៊ីមនឹងស្វែងរកបន្តទៀតគឺរកឃើញកន្លែងកន្លែងបញ្ចប់រកឃើញកន្លែងបញ្ចប់ទៀតឃើញទេបាទ
ហើយពេលដែលរកឃើញហើយវាពិនិត្យវាពិនិត្យតំណមដាប់នុយអាទិត្យហ្នឹងអាចចម្លងទៅបានជាប្រូតេអ៊ីនតាមតម្រូវការបាទតំណមដាប់នុយអាទិត្យហ្នឹងអាចចម្លងទៅបានជាប្រូតេអ៊ីនដែលជាតម្រូវការរបស់កោសិកាអត់តែបើអត់ទេគឺវាអត់ធ្វើការចម្លងនៅកន្លែងហ្នឹងទេអញ្ចឹងណាបាទអញ្ចឹងបើវារកឃើញហើយគឺវាចម្លងហើយអឺបើកទី2គឺបើកម៉ូលេគុលដែលផ្ដាច់សម្ព័ន្ធនីត្រូសែនខ្លីបាទទី3គឺធ្វើមានប៉ូលីមេរកម្មនុយក្លេអូទីតគឺរីបូនុយអាទិត្យសេរីចូលទៅបំពេញតាមធ្វើការចម្លងក្របបញ្ចប់មួយអុយសេជាប់សេតេមួយអាបាទសេជាមួយសេបាទរមាំងទី6នេះមាន13ត្រេទេបងណាបាទបងជាយាមសេចឹងមកកុំសេដូចតែងក្តីទៅមុខណានឹងអ្នកកាយគេអត់ចុះចិត្តទេគេបាក់មើលការធ្វើប៉ូលីមេរកម្មក៏ទៅដូចម្ដេចនេះគឺកន្លែងហ្នឹងបងចម្លើយវាណាគឺកន្លែងហ្នឹងចឹងវាបាច់ឆ្លើយការធ្វើប៉ូលីមេរកម្មគឺយើងសំដៅលើរីបូនុយមកចូលមកពេញចូលមកភ្ជាប់ចឹងណាបាទសំណួររមាំងទី8សំណួររមាំងទី8គឺយើងប្រៀបធៀប RN មួយប្រូតេអ៊ីនដែលយើងនិយាយថាចេញឆ្នាំ2024ចឹង24យើងចេញពីសំណួរ RN ជាមួយប្រូតេអ៊ីនហើយនឹងដូចគ្នាប្រៀបធៀបមួយទៀតអឺទី1ជាម៉ាក្រូម៉ូលេគុលឃើញជាម៉ូលេគុលធំបាទប្រៀបធៀបណាលក្ខណៈដូចជាម៉ាក្រូម៉ូលេគុលហើយបន្ទាប់មកម៉ូលេគុលនីមួយសំដៅលើនេះ ADN សំដៅលើប្រូតេអ៊ីននោះសុទ្ធតែកើតឡើងពីឯកតារបស់នៃធាតុបង្កណា ADN និងប្រូតេអ៊ីនសុទ្ធតែកើតពីឯកតានៃធាតុបង្កដែលយើងឲ្យឈ្មោះថា monomer ម៉ូលេគុលមួយមានតំណដាប់នុយអាទិត្យឬក៏តំណដាប់ស្នេហ៍ជាក់លាក់បាទម៉ូលេគុលមួយមានតំណដាប់នុយអាទិត្យហើយនឹងតំណដាប់ស្នេហ៍ជាក់លាក់បាទអញ្ចឹងមាន3ចំណុចទេលក្ខណៈដូចមាន3ហ្នឹងហើយនេះគឺលក្ខណៈខុសបងលក្ខណៈខុសគឺបាច់ចាំអានទេគាត់មើលតាមមកខ្លួនឯងមក ADN មកខាងប្រូតេអ៊ីនណាចឹងអាលក្ខណៈខុសដោយលឺតែងតែនិយាយថាបងប្អូនចាំតែមួយមកពីក្រោមអឺពីអាប្រមាណត្រីទៀតហ្នឹងណាឆ្វេងស្ដាំវាយើងចេះហើយចឹងបងប្អូនអានបដៅយើងកត់តាមកត់តាឥឡូវថាទី1 monomer ជានុយទីតចឹងទៅអានេះ monomer ជាអាស៊ីតអាមីណេកើតពីចង្វាក់នុយទីតពីខ្សែកើតពីចង្វាក់ស្នេទូចឹងណាបាទចឹងហ្នឹងបងដាក់ខ្លួនឯងមកយើងឆ្លើយទៅតាមបាទមើលទៀតមានសំណួរទៀតដូចជាអស់សំណួរបាទប៉ុណ្ណឹងបាទដាក់ប៉ុណ្ណឹងចាចាំបាទស្អែកចាំយើង